ខ្ញុំបញ្ជាខ្ញុំទទួលខុសត្រូវដាក់ខ្ញុំជាមកបាទបើខ្ញុំបញ្ជាព្រោះនៅកម្ពុជាមិនមែនថ្នាក់ក្រមធ្វើស្រេចទៅចិត្តទេមិននៅប្រទេសខ្លះនាយករដ្ឋមន្ត្រីនិយាយមួយទៅហ៊ានធ្វើផ្សេងទេដាក់ត្មងទៅខ្ញុំញាក់បញ្ជាហើយចេញមកគាត់មិនសូវហ៊ានបញ្ជាខ្ញុំចេញសារមួយទៀតខ្ញុំបញ្ជាឲ្យគាត់បិទច្រកទៅថែមបាទខ្ញុំមិនមែនជាអ្នកទៅបំផុសស្មារតីជាតិនិយមទេខ្ញុំគ្រាន់តែធ្វើការខ្ញុំតាមអ្វីដែលប្រជាជនបោះឆ្នោតឲ្យខ្ញុំធ្វើទេគឺដឹកនាំពេលការលំបាកដឹកនាំដល់ប្រងទិសនឹងដោះស្រាយបញ្ហាអញ្ចឹងបើសិនជាការដឹកនាំរបស់ខ្ញុំធ្វើឲ្យប្រជាជាតិរបស់ខ្ញុំនៅពីក្រោយរបស់ខ្ញុំបានន័យថាខ្ញុំធ្វើកាតព្វកិច្ចខ្ញុំត្រូវហើយកុំបន្ទោសខ្ញុំថាលេងល្បែងជាតិនិយមដើម្បីប្រជាប្រិយភាពនោះខ្ញុំគ្រាន់តែដោះស្រាយដឹកនាំជាតិរបស់ខ្ញុំនៅក្នុងការពារអធិបតេយ្យភាពនិងឧត្តមប្រយោជន៍ជាតិនោះទេហើយវាជាកាតព្វកិច្ចដែលបងប្អូនបកគលឲ្យខ្ញុំប្រជាជន7ទៅ10លាននាក់ឲ្យខ្ញុំសម្ដេចដេជោក៏ដូចគ្នាក្នុងនាមជាប្រធានគណៈបកកណ្ដាលអំណាចបើសិនជាមានរឿងបែបនេះខ្ញុំឲ្យសម្ដេចដេជោទៅសង្ងំយកសុកទៅហ៎អញ្ចឹងខ្ញុំមិនបានទៅបំផុសស្មារតីជាតិនិយមទេតែប្រជាជនខ្ញុំនៅពីក្រោយរដ្ឋាភិបាលដែលមានខ្ញុំដឹកនាំដោយសារខ្ញុំធ្វើកាតព្វកិច្ចខ្ញុំដែលបងប្អូនធ្វើឲ្យនៅពេលវេលាដែលត្រូវការនេះជាកាតព្វកិច្ចដែលធ្វើតែប៉ុណ្្នឹងបាទហើយបញ្ចោតខ្ញុំថាយកលបែងនឹងដែលទៅចូលយកលបែងជាតិនិយមអត់ទេបាទថ្នាក់ដឹកនាំទាំងអស់គ្រប់ក្រសួងស្ថាប័នខិតខំធ្វើការងាររបស់ខ្លួនមិនមែនដើម្បីបំផុសចលនានោះទេអ្នកកវីតុងទៅទទួលខុសត្រូវបិទខ្ញុំចេញសារក្រសួងចេញបន្ត